សួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែក5ចំណុចសំខាន់ដែលរារាំងមិនឲ្យយើងហាត់ប្រាណបានជោគជ័យអញ្ចឹងសម្រាប់អ្នកដែលហាត់ប្រាណចាប់ផ្ដើមហាត់ប្រាណហើយបានបោះបង់ចោលទៅវិញឬក៏អ្នកដែលត្រៀមនឹងចាប់ផ្ដើមហាត់ប្រាណសូមតាមដានវីដេអូនេះទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងបញ្ជាក់ពី5ចំណុចសំខាន់ដែលជាចំណុចស្នូលដែលធ្វើឲ្យយើងបរាជ័យក្នុងការចាប់ផ្ដើមហាត់ប្រាណអញ្ចឹងចំណុចទី1គឺការកំណត់គោលដៅធំពេកមិនមានភាពប្រកបនិយមចឹងអ្នកមួយចំនួនធំគឺគាត់ចង់បានអីគឺឆាប់បញ្ញាប់ពេកហើយគាត់កំណត់គោលដៅធំដែលអត់មើលពីស្ថានភាពខ្លួនឯងពេលបច្ចុប្បន្នឧទាហរណ៍អ្នកខ្លះគាត់ចង់ឡើងគីឡូគាត់ចង់ដាក់កំណត់គោលដៅថាមួយខែឲ្យឡើងបាន10គីឡូឬក៏ហាត់តែមួយខែចង់បានរៀងដែលខ្លួនចង់បានអត់មើលតែខ្លួនឯងហ្នឹងស្ថិតនៅក្នុងស្ថានភាពណាទេបច្ចុប្បន្នឬក៏អ្នកខ្លះគាត់ចង់សម្រក់គីឡូគាត់ហាត់តែមួយខែគាត់ចង់ឲ្យស្រកបាន10គីឡូអីចឹងទៅតែអញ្ចឹងគឺរាងកាយយើងវាអត់អាចទៅរួចសម្រាប់ស្ថានភាពហ្នឹងអញ្ចឹងណាអញ្ចឹងវាកំណត់គោលដៅវាធំពេកហើយការកំណត់គោលដៅគឺយើងកំណត់ឲ្យមានភាពប្រកបនិយមអញ្ចឹងកុំកំណត់លក្ខណៈថាចេះតែសម័យចង់បានណាអញ្ចឹងយើងកំណត់ត្រូវតែមានភាពប្រកបនិយមហើយចំណុចដែលធ្វើឲ្យយើងបរាជ័យគឺយើងកំណត់ឲ្យអត់មានភាពប្រកបនិយមហ្នឹងហើយកំណត់ធំពេកអញ្ចឹងយើងអាចចាប់ផ្ដើមពីការកំណត់ថាមួយថ្ងៃយើងត្រូវតែចាប់ផ្ដើមហាត់ប្រាណឲ្យបាន10នាទីទៅ15នាទីឬក៏មួយអាទិត្យយើងត្រូវហាត់ប្រាណឲ្យបាន3ដងអញ្ចឹងការសម្រេចអាគោលដៅទូចហ្នឹងឬឧទាហរណ៍ថាមួយថ្ងៃអវងឲ្យបាន50អញ្ចឹងសម្រេចអាគោលដៅទូចហ្នឹងជារៀងរហូតជាប្រចាំទៅនឹងធ្វើឲ្យយើងអាចកំណត់គោលដៅធំបានហើយចំណុចដែលសំខាន់បំផុតដែលយើងត្រូវដឹងជាចាំបាច់នោះគឺការហាត់ប្រាណគឺត្រូវការពេលវេលាអត់អាចមួយខែ2ខែចង់បានដូចអ្វីដែលយើងចង់បានទេអញ្ចឹងអានេះជាចំណុចទី1សំខាន់ចំណុចទី2តកតងនឹងការរងចាំពេលវេលាដែលល្អឥតខ្ចោះអ្នកខ្លះគឺគាត់ចាំនេះចាំនោះចាំថាឥឡូវអត់មានពេលទេត្រូវដឹងថាម្នាក់គឺមានពេល24ម៉ោងដូចគ្នាអញ្ចឹងអត់មានណាមានពេលច្រើនជាងអ្នកណាទេស៊ីសងនឹងយើងឆ្លៀតអញ្ចឹងអត់ចាំបាច់ថាតើមានពេលគ្រប់គ្រាន់បានយើងអាចចាប់ផ្ដើមហាត់ប្រាណបានទេឬក៏អ្នកខ្លះថាតើមានឧបករណ៍គ្រប់គ្រាន់ឬក៏តើមានកន្លែងហាត់ប្រាណឬក៏អីចឹងទៅការចាប់ផ្ដើមហាត់ប្រាណឲ្យតែមានពេល15នាទីទៅ20នាទីនៅក្នុងមួយថ្ងៃយើងដកសម្រាប់សុខភាពរបស់យើងទៅហើយហាត់តែនៅផ្ទះក៏បានដែរចំណាយតែ space បន្តិចឲ្យយើងអាចអវងបានឬក៏ហាត់ squat បានគឺគ្រប់គ្រាន់ហើយអត់ចាំបាច់ត្រូវការ space ធំអត់ចាំបាច់ត្រូវការទៅការកន្លែងហាត់ប្រាណឬអត់ចាំបាច់ត្រូវការឧបករណ៍ហាត់ប្រាណច្រើនទេឬក៏អត់ត្រូវការពេល3-4ម៉ោងទេតែពេល15នាទីឬក៏ច្រើនផុត30នាទីហ្នឹងគឺគ្រប់គ្រាន់ហើយអញ្ចឹងអាហ្នឹងចំណុចទី2ចំណុចទី3គឺអ្នកដែលផ្ដោតលើការហាត់ប្រាណខ្លាំងតែអត់ជាប់លាប់អញ្ចឹងអ្នកខ្លះគឺគាត់ហាត់ប្រាណគាត់ខំហាត់ខ្លាំងដូចគេហាត់យូរមកហើយអញ្ចឹងគាត់ចាប់ផ្ដើមដំបូងគឺគាត់ហាត់ខ្លាំងតែម្ដងតែមួយខែហាត់បាន2ដងអីចឹងទៅអញ្ចឹងនេះគឺជាចំណុចមួយដែលធ្វើឲ្យយើងបរាជ័យដោយសារតែវាធ្វើទៅគឺធ្វើឲ្យយើងឈឺខ្លួនឈឺសាច់ដុំហាត់ម្ដងគឺទ្រាំមួយអាទិត្យអីចឹងអាហ្នឹងគឺជាចំណុចដែលជាបញ្ហាអញ្ចឹងគឺយើងត្រូវហាត់តិចហើយឲ្យបានជាប់លាប់មួយអាទិត្យ3ថ្ងៃឬក៏4ថ្ងៃត្រូវហាត់ឲ្យបានមួយអាទិត្យ3ថ្ងៃ4ថ្ងៃមួយថ្ងៃ30នាទី20នាទី15នាទីអីគឺធ្វើយ៉ាងណាឲ្យបានជាប្រចាំជាប់លាប់ចំណុចទី4គឺយើងអត់បានគិតពីអាហារូបត្ថម្ភឬក៏ការសម្រាកអញ្ចឹងអ្នកខ្លះគឺគាត់ព្យាយាមហាត់សម្រក់គីឡូតែការហូបចុករបស់គាត់ហ្នឹងគឺគាត់ហូបតែរបស់ផ្អែមគាត់ហូបអាហារផ្អាប់គាត់ហូបច្រើនគាត់ហូបអត់មានគ្រប់គ្រងរបបអាហារទេឬក៏អ្នកខ្លះគាត់ចង់តឡើងគីឡូតែគាត់អាហាររបស់គាត់ហូបតែប្រេះផ្ដាស់គាត់ហូបលីហាលគាត់ហូបរបស់របរអីដែលអត់មានជីវជាតិគាត់ហូបអាហារតិចអីទាំងអស់ហ្នឹងគឺអត់អាចជួយឲ្យគាត់ឡើងគីឡូបានទេហើយគាត់ហាត់ហើយគាត់អត់មានពេលសម្រាកគ្រប់គ្រាន់អីចឹងទៅគាត់លេងទូរស័ព្ទយប់ជ្រៅគាត់អត់ចូលគេងគាត់អីទាំងអស់ហ្នឹងគាត់ stress ច្រើនអីទាំងអស់ហ្នឹងគឺសិតតែជាចំណុចរារាំងអត់ឲ្យគាត់អាចសម្រេចគោលដៅរបស់គាត់បានហើយចំណុចសំខាន់ទី5ចុងក្រោយគឺតកតងនឹងវិន័យចង់ចាប់ផ្ដើមហាត់ប្រាណគឺត្រូវតែមានវិន័យបើសិនជាយើងអត់មានវិន័យក្នុងខ្លួនទេគឺយើងធ្វើអីក៏អត់បានដែរអញ្ចឹងកំណត់ថាត្រូវតែធ្វើគឺយើងដាក់វិន័យដាក់ក្រិតក្រមលើខ្លួនយើងគឺយើងត្រូវតែធ្វើដល់ម៉ោងត្រូវងើបគឺយើងត្រូវតែងើបដល់ម៉ោងត្រូវហាត់គឺយើងត្រូវតែហាត់មួយអាទិត្យថាហាត់ឲ្យបាន3ដងគឺត្រូវតែហាត់ឲ្យបាន3ដងម្ដងហាត់ឲ្យបាន15នាទីគឺយើងត្រូវតែហាត់ឲ្យបាន15នាទីអញ្ចឹងជាសង្ខេបមកវិញចំណុច5ដែលរារាំងយើងអត់ឲ្យចាប់ផ្ដើមហាត់ប្រាណបានជោគជ័យទី1គឺកំណត់គោលដៅធំពេកឲ្យមានភាពប្រកបនិយម
ទី2គឺរងចាំពេលវេលាដែលល្អឬក៏ចាំពេលដែលមានកន្លែងល្អឬក៏អីចឹងទៅទី3គឺផ្ដោតលើការហាត់ប្រាណខ្លាំងតែអត់ហាត់ជាប់លាប់និងទី4គឺអត់បានគិតពីអាហារូបត្ថម្ភហើយទៅនឹងការសម្រាកបានគ្រប់គ្រាន់និងទី5ចុងក្រោយគឺការមិនមានវិន័យលើខ្លួនឯងអញ្ចឹងទាំង5ចំណុចហ្នឹងគឺយើងកាត់ឲ្យបានយើងជៀសវាងវាឲ្យបានហើយយើងចាប់ផ្ដើមហាត់ប្រាណប្រកបជាអាចចាប់ផ្ដើមហាត់ប្រាណប្រកបដោយភាពជោគជ័យ